ជំរាបសួរនាងខ្ញុំឈ្មោះច័ន្ទសាវាងបង្រៀននៅថ្នាក់ទី4នៃសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងសួស្តីកូនទាំងអស់គ្នាតើកូនទាំងអស់គ្នាសុខសប្បាយជាឬទេអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាពិតជាសុខសប្បាយចាចុះចំណែកប៉ាម៉ាក់និងអាណាព្យាបាលសិស្សទាំងអស់តើបងប្អូនទាំងអស់គ្នាសុខសប្បាយជាឬទេអ្នកគ្រូនាងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់ពិតជាសុខសប្បាយទាំងអស់គ្នាហើយនាងខ្ញុំក៏សង្ឃឹមផងដែរថាបងប្អូនទាំងអស់គ្នានិងបងប្អូនទាំងអស់កិច្ចផុតពីជំងឺ Covid-19 គ្រប់គ្នាចាដោយសារតែបញ្ហា Covid ធ្វើឲ្យកូនទាំងអស់គ្នាពុំបានទៅសិក្សានៅឯសាលាបានទៀងទាត់ចាហើយទន្ទឹមនឹងនេះសូមកូនទាំងអស់គ្នាព្រមទាំងបងប្អូនទាំងអស់កុំភ្លេចអនុវត្តនៅក្បួនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃជាមួយនឹងសាប៊ូឬក៏អាល់កុលជាពិសេសនៅពេលដែលបងប្អូននិងកូនទាំងអស់គ្នាចាកចេញទៅខាងក្រៅសូមកូនរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវចាអញ្ចឹងដើម្បីចាប់ផ្ដើមសិក្សាជាមួយអ្នកគ្រូនៅពេលនេះសូមកូនទាំងអស់គ្នាត្រៀមនៅសម្ភារៈមួយចំនួនដូចជាសៀវភៅគណិតវិទ្យាថ្នាក់ទី4ចាសៀវភៅសរសេរបន្ទាត់ប៊ិចជាដើមចាអញ្ចឹងការពីថ្នាក់ទី3កូនទាំងអស់គ្នាបានសិក្សាចំនួនត្រឹមខ្ទង់10000ចាអញ្ចឹងអ្នកគ្រូនឹងរំលឹកកូនបន្តិចថាតើកូនមានការចងចាំហើយនឹងអាចអាននៅចំនួនត្រឹមខ្ទង់10000បានកម្រិតណាចាអញ្ចឹងសូមតាមដាននឹងចូលរួមជាមួយអ្នកគ្រូទាំងអស់គ្នាអញ្ចឹងអ្នកគ្រូមានចំនួន1ចាអញ្ចឹងសូមកូនមើលពិនិត្យទៅមើលចំនួននេះថាតើចំនួននេះប៉ុន្មានចាហើយយើងត្រូវអានយ៉ាងម៉េចចាអ្នកគ្រូទុកពេលឲ្យកូនបន្តិចដើម្បីកូនអានអញ្ចឹងកូនសាអានទៅមើលចាអញ្ចឹងអរគុណច្រើនអញ្ចឹងចំនួននេះគឺ60000ចា65341អ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាពិតជាអានបានត្រឹមត្រូវចាអញ្ចឹងកូនមើលថាតើលេខ1នៅក្នុងខ្ទង់អីកូនលេខ1គឺស្ថិតនៅក្នុងខ្ទង់រាយលេខ4ស្ថិតនៅក្នុងខ្ទង់10លេខ3ស្ថិតនៅក្នុងខ្ទង់100លេខ5ស្ថិតនៅក្នុងខ្ទង់1000ចំណែកឯលេខ6នេះគឺស្ថិតនៅក្នុងខ្ទង់ចាគឺស្ថិតនៅក្នុងខ្ទង់10000អញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាមានការចងចាំបានល្អចំពោះការសិក្សាចំនួនកាលពីថ្នាក់ទី3អញ្ចឹងនៅថ្ងៃនេះអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅចូលរួមសិក្សាមេរៀនទី1សម្រាប់ថ្នាក់ទី4អញ្ចឹងសូមចូលរួមតាមដានជាមួយនឹងអ្នកគ្រូបន្តអញ្ចឹងនៅថ្ងៃនេះកូនទាំងអស់គ្នានឹងបានរៀននៅមេរៀនទី1គឺចំនួនហើយខ្លឹមសារដែលកូនត្រូវសិក្សានៅថ្ងៃនេះគឺចំនួនគុតដល់100,000ចាអញ្ចឹងកូនទាំងអស់គ្នាមើលគណិតវិទ្យាថ្នាក់ទី4មេរៀនទី1ចំនួនចាអញ្ចឹងយើងនឹងសិក្សាអំពីចំនួនគុតដល់100,000ចាអញ្ចឹងនេះគឺជាឆ្នាំថ្មីរបស់កូនចាដែលកូនចាប់ដើមរៀននៅគណិតវិទ្យាថ្នាក់ទី4ដូច្នេះគណិតវិទ្យាថ្នាក់ទី4របស់យើងនឹងសិក្សាដល់ចំនួន100,000ដែលមេរៀននេះគឺដកស្រង់ចេញពីសៀវភៅនៅទំព័រទី1ចាអញ្ចឹងសូមកូនឆែកសៀវភៅកូនមើលថាតើនៅទំព័រទី1នេះគឺជាមេរៀននឹងដែរឬទេចានេះគឺទំព័រទី1ចាអញ្ចឹងយើងសិក្សាមេរៀនទី1យើងគឺចំនួនដែលចំណុចដំបូងគេគឺចំនួនដល់100,000ចាអរគុណកូនទាំងអស់គ្នាកាលពីថ្នាក់ទី3កូនបានឃើញនៅត្រឹមខ្ទង់10000អញ្ចឹងថ្ងៃនេះយើងនឹងសិក្សាដល់ខ្ទង់100,000ហើយបន្ទាប់ពីកូនទាំងអស់គ្នាបានសិក្សាមេរៀននេះចប់អ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាចេះអានតាមខ្ទង់តាមថ្នាក់នៅចំនួនដែលកូនបានជួបនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃហើយកូនក៏អាចយកចំណេះដឹងនេះទៅប្រើនៅក្នុងមុខវិជ្ជាផ្សេងទៀតបានដែរចា
ចឹងជាបន្តអ្នកគ្រូនឹងបង្ហាញតារាងមួយជូនកូនទាំងអស់គ្នាចឹងកូនទាំងអស់គ្នាសង្កេតមើលតារាងនេះមើលថាតើមានអីខ្លះនៅក្នុងនេះចាអាចនឹងថ្មីសម្រាប់កូននៅក្នុងនេះតារាងនេះចែកចេញជាប៉ុន្មានកូនមើលទាំងអស់គ្នាចាតារាងនេះចែកចេញជា2កន្លាដេកចាខាងលើនេះគឺដាក់ថាថ្នាក់ពាន់ថ្នាក់ឯកតាចាហើយខាងក្រោមនេះគឺមានអីនេះកូនអញ្ចឹងយើងចាប់ដើមមើលនេះគឺខ្ទង់រាយកន្លោនេះគឺខ្ទង់រាយកន្លោនេះខ្ទង់10ខ្ទង់100ខ្ទង់ពាន់ខ្ទង់ម៉ឺននិងខ្ទង់សែនដោយសារមេរៀនយើងត្រូវសិក្សាដល់ខ្ទង់សែនអញ្ចឹងកូនត្រូវថែមកន្លាមួយទៀតគឺខ្ទង់សែនចាអញ្ចឹងអ្នកគ្រូមានចំនួនដើម្បីបង្ហាញកូនទាំងអស់គ្នាកូនសង្កេតមើលបន្តទៀតសិនថាតារាងនេះយ៉ាងម៉េចសម្រាប់ថ្នាក់ឯកតាគឺមានចំនួន3កន្លោនមានន័យថាខ្ទង់រាយខ្ទង់10និងខ្ទង់100គឺស្ថិតនៅក្នុងថ្នាក់ឯកតាចាចំណែកឯខ្ទង់ពាន់ខ្ទង់ម៉ឺននិងខ្ទង់សែននេះគឺស្ថិតនៅក្នុងថ្នាក់ពាន់ចាអញ្ចឹងចាំមើលថាតើរវាងខ្ទង់ហើយនិងថ្នាក់នេះតើវាមានភាពខុសគ្នាយ៉ាងម៉េចចាហើយការអានរបស់វាយ៉ាងម៉េចអញ្ចឹងសូមកូនទាំងអស់គ្នាតាមដានជាមួយនឹងអ្នកគ្រូណាឥឡូវនេះអ្នកគ្រូមានបានមួយដែលតាងដោយចំនួននៅក្នុងនេះអញ្ចឹងនេះគឺចំនួន10000មានន័យថាបាននេះគឺបាន10000អញ្ចឹងកូនតាមដានរាប់ជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងខ្ទង់10000ដាក់នៅក្នុងកន្លោន10000 10000 20000 30000 40000 50000 60000និង70000ចាអញ្ចឹងអ្នកគ្រូមានចំនួន7សន្លឹកបើមាន7សន្លឹកមួយក្នុងមួយសន្លឹកមាន10000អញ្ចឹងតើមានចំនួនប៉ុន្មានចាកូនពិតជាឆ្លើយត្រូវគឺមានចំនួន70000ចាអញ្ចឹងចំនួននេះគឺស្មើនឹង70000ចាថាតើ70000នេះតើកូនអាចអានបានយ៉ាងម៉េចឥឡូវនេះអ្នកគ្រូនឹងបង្ហាញកូនមុនគេគឺការអានតាមខ្ទង់អញ្ចឹងកូនអាចអានបានទេថា7ដែលស្ថិតនៅក្នុងខ្ទង់10000បែបនេះតើយើងអានថាយ៉ាងម៉េចចាអ្នកគ្រូសង្ឃឹមថាកូននឹងអានត្រូវគឺ70000អញ្ចឹងយើងអាចសរសេរបានថា70000ចានេះគឺការអានតាមខ្ទង់អ្នកគ្រូជឿជាក់ថាកូនទាំងអស់គ្នាប្រកាសជាអានបានត្រឹមត្រូវហើយពីព្រោះអានេះគឺកូនប្រើជាប្រចាំចានៅពេលនេះអ្នកគ្រូនឹងនាំកូនទៅមួយទៀតចាគឺការអានតាមថ្នាក់កូនដឹងទេតើបើសិនបើលេខ7នៅក្នុងខ្ទង់10000ហើយយើងអានតាមខ្ទង់ថា70000ដល់ពេលយើងអានតាមថ្នាក់តើយើងអានយ៉ាងម៉េចចាអ្នកគ្រូនឹងបង្ហាញប្រាប់កូនតែម្ដងគឺយើងអានថា70000យើងអានថា70000ចាហេតុអីបានជាអ្នកគ្រូអានថា70000ចាអញ្ចឹងបន្តិចទៀត
cô nâng ban khơi hay thà hạt ấy ban chỉ dương an pram pi mơ nè tới chia chật sập pòn chà chẳng chăm tam nè khu bên tay tiết nâng khơi hỏi chà chẳng xong con từng ngó khné mơ màu tả sao thmấy nè kêu nâng bằng hàng chún cốn chà chẳng dương mơ nó không tung mơ được bỏ dưỡng cứ miên chầm nuốn pram pi chà chẳng mơn miên chầm nuốn pram pi sần lập miên đây than miên lệ pram pi nơi không nỉ chóc tung pòn miên ớt bỏ ọt miên chẳng tha ta trâu chỉ lệ bồn màn chà chẳng cả lão để ọt miên lệ ní cứ miên đây tha miên lệ sâu nơi không nỉ chẳng pram pi bởi dương an tam tống cứ pram pi thật là không tung mơn anh đi sâu tiền ớt cứ pram pi mơn chà chóc chầm này dương an tam thà nạ mấy pi môn nét nè của ban bằng hai hơi tha ca an tam thà nạ cứ dương miên pi thà nạ tên á miên thà nạ ai cả tá nâng thà nạ pòn rồi thà nạ ai cả tá đấy miên rí đóp rồi chầm này ai thà nạ pòn miên pòn mơn sайн những cô sum quan mở thà ta pram pi nước nông tung mơn nè nơi cái lại này miên sâu ọt sum tô nát lại này miên cả đá tê chẳng cứ smart đằng lấy sồn chẳng pram pi nâng sồn con an tham mạch và sân bờ pram pi nâng sồn cứ dừng an thá chật sập ấy cốt nó không thạ pón cứ dừng an thá chật sập pòn hai này hết ban nè cụ an thá nè cụ dây là chật sập pòn chà chẳng đậm bây ở căn tại bác nè cụ nâng bằng hai cồn mùi tiết chà nè kêu nâng cho chấm lệnh mùi tiến chà chắc xong con mơ chấm nôn đấy chà ta chấm nôn đi chấm nôn còn mán nè kêu nâng rọp tung ngày con mơ nè rí đóp rồi pón mớn sайн chắc cứ chấm nôn muối sайн bà chấm nôn muối sайн ta thợ đạn nó không tung nè chà chắc nè kêu đạn nó không tung sайн chà rồi sân bà nó không tung saiแบบนี้ta cônត្រូវអានយ៉ាងម៉េចចាអញ្ចឹងចំនួននេះគឺចំនួន1សែនកខចាចំនួន1សែនថាតើការអាន1សែននេះយើងអានយ៉ាងម៉េចចាអញ្ចឹងសូមតាមដានជាមួយអ្នកគ្រូបន្តទៀតគឺយើងត្រូវដូចគ្នាដំបូងគឺយើងអានតាមខ្ទង់chà nếu pe để con an tam tống cứ dương an tham muối sайн chà và tông mà tiên cứ dương án tam thạ nạ mà đồng chà chắc con mở bà dương an tam thạ nạ nơi tung sai ní miên mùi cho mờn miền ọt chẳng miền này thạc lại nâng chia lệch ấy cứ lấy sồn pón này miền ọt có chia sồn đài rồi cho nên cái lòng để ọt này cứ miền lấy sồn chẳng nó pe để dương an tam thạ nạ pe con an tam thạ nạ cứ con trời mưa cái lòng thạ nạ đấy bầy ní nè chẳng thạ nạ pón này miền chùm nuốn bầy miền này thạc con an bầy ní phải trầu khăn nè chẳng con mở tới đây lệch muối lệch sồn chẳng nè vì bạn nè muối sồn chẳng con an tham mạch cứ con an thá muối rồi ấy thật là không thà ấy cứ muối rồi pòn chẳng dân sẽ xây bàn thá muối rồi pòn chà muối rồi pòn chứ sồn ý chà ở đây nè nhưng còn đã tha ta muối rồi pòn phần nó cứ chọc hỏi chẳng miền này tha mùi sai nửa bên ấy dương ai so xe chia bị an tam tống cứ muối sайн hai an tam thà nạ dương ai so xe bàn thá muối rồi pòn chà chẳng mà đo chấm nói nè nè kêu song khâm tha con tiếng óc nên nâng bán vô lòng pi cả an tam thà nạ nâng tam tông hỏi miền này tha nửa bên để con an tam thà nạ
côn mưa từ lừa thằng nạ phao vi bởi vì muối được nông tung sáng dương an tha muối sàn chả bao bầm pi đi thật được nông tung mớn dương an tha bầm pi mớn tái ca an tam thằng nạ vĩnh cứ côn từng ở khía trời sầm quan mưa từ lừa thằng nạ phao vi chẳng được nông thằng nạ phao này miền bảy bao bầm pi được nông tung mớn nên lại xốn chẳng bầm pi nâng xôn dương an tham ấy bầm pi nâng xôn côn an tham ấy cứ côn an thá chật sập đối chứ nè cái này nít cứ côn an thá chật sập bòn trong này muối ní thật nông tung sàn chẳng cái này nít lấy bẩn mán cứ lấy xôn tiếng pì đối chứ nè dương an thá muối rồi chẳng cứ muối rồi bòn chà chẳng con tiếng óc ní chui ai phải nhận nè rùn tịnh mới đam bay an chùm đồn tam tùng nâng an tam thằng ta côn trời phượng đỉnh mặt định hay côn an chẳng mệnh chà nè cru song khâm tha côn từng óc nia nâng bắt đầu phải nhặt chu nè cru bàn trầm trời chẳng đam bay tiếng toát nè cru sông bằng hai phải nhặt đây nè cru bàn thêm tục chun cồn sông tam đan cho mỗi nè cru bàn tó chà trắng tỏ đây cho mình nè cru tay mà đó đập bay thưa ca an chầm nuôn tam thná dương an tam đầm lay tu lệ nay tung nì muối pi chuyên tới đàm chà còn tái sầm nhập ca an tam thná vậy nè chẳng đập bay an chầm nuôn tam thná dương an tam thná bón nâng thná ai cả ta chà miền này tha ba thná bón đi nè cũng bật thầm ní bà thằng pon đi miên lệ muối lệ sôn lệ sốt cứ dương an tha mùi rồi pon chà dương ở miên cực ai cả ta đi tề chắc đam bay căn tại chị bà to tới tiết nè cru nâng bằng hàng lùm hạt chun cồn mình tó đam bay ấy cồn căn tại chị bác trứng xong tam đan cho mùi nâng nè cru chà chứ nè cru miên chùm nuôn muối cứ chôl an nâng bằng hai chùm nuôn tam tung tam thằng ạ chà chẳng còn mơ miên lệ ekla miên lệ bầm muối lệ bay lệ pram lệ sôn lệ buồn chẳng nè cú tục bê lại con muối nè tí đầm bay con xạ là bong sơ xê ca an tam tung nâng an tam thằng ạ tỏ xạ là bong mình tạch mới con vì mưa lùng hạt hay năng ưu tiêu họ đây nè cụ bằng hai mình á hay con phơi lùng hạt ninh tịch chà ở con chả nè cru sân khâm tha con tại ngõ khné phơi hai chẳng được bên ní xong con tại ngõ khné một mưa cầm nái nơi lực đà kia nè cru nâng cài chùn nâng phơi bằng hai nhá chẳng nè cru miên tràng chùn cốn chà chẳng tràng đấy cứ đôi chia tràng một đá để cho nên dương vô lệ vô màu bầm pin châu từ không tràng tại một đòn chẳng dương mưa tung ri ta tung ri ní miên lệ còn màn chà tung ri cứ miên lệ buồn chẳng nè cụ bật chầm nuôn là này mán con cứ thử bật buồn á phí 3 chà buồn chẳng cục hỏi được tung ri phải nhớ cứ miên chùm nuôn buồn lập bê tung đóp ở miên tế cứ lại xốn tung rồi nít miên chùm nuôn chà miên rồi nít chùm nuôn pram chẳng tự bật pram phần lắc chẳng lại pram nó không tung rồi bạn buồn hỏi chà pram tao mà thích đi đọc tung pòn tắc tung pòn miên mán con tung pòn miên chùm nuôn bay sần lật chà một pòn tí pòn
3000 con mơ to từ tiết thật ta tung bật top cứ tung ấy chà nước tung bật top cứ tung mờn chà mờn miền lệ mùi chẳng miền tái mùi sần lật tề chà chứ đọc tung sán chà tung sán cứ miền chầm nuôn và mùi sần lật vì pro ấy cứ miền và mùi sàn chà chẳng con mơ cả bật phần này cru trầm trơ được tế tới tam chùm nuôn đại dương miên được hàng lờ chà 4 ហើយ5 6ចាអញ្ចឹងយើងបិទបានត្រឹមត្រូវតាមចំនួនដែលយើងមានហើយគឺ6សែនចា6ក្នុងខ្ទង់សែន13000 0នេះនៅក្នុងខ្ទង់10ចា4នៅក្នុងខ្ទង់រាយអញ្ចឹងត្រឹមត្រូវហើយតោះអញ្ចឹងយើងចាប់ដើមអានអញ្ចឹងយើងអានតាមអីមុនគឺយើងអានតាមខ្ទង់មុនយើងសរសេរពីអានណាសរសេរពីអានតាមខ្ទង់មុនចាអញ្ចឹងកូនមើលខ្ទង់យើងមើលនៅខាងឆ្វេងគេបញ្ញត្តិយើងឃើញហើយដើម្បីអានតាមខ្ទង់គឺយើងអានតាមតម្លៃតួលេខនៃខ្ទង់នីមួយពីឆ្វេងទៅស្ដាំដូច្នេះគឺយើងអានពីឆ្វេងទៅស្ដាំអញ្ចឹងខ្ទង់ខាងឆ្វេងគេគឺខ្ទង់សែនមានប៉ុន្មានខ្ទង់សែនមានចំនួន6សន្លឹកអញ្ចឹងគឺយើងអានថា6សែនអញ្ចឹងយើងសរសេរវាជាពាក្យមក1សែនចាអញ្ចឹងចប់មកខ្ទង់ចូលដល់ខ្ទង់ម៉ឺនមានប៉ុន្មានមាន1អញ្ចឹងគឺ10000 10000ចាចូលដល់ពាន់ប៉ុន្មានពាន់គាត់ចាគឺ3000ប៉ុន្មាននេះ500ចា500 0នេះយើងមិនចាំអានថា0 10អីណាកូនណាចាតិចចេញមក500 0 10អី4រាយអត់ទេកន្លែងនេះគឺយើងអានភ្ជាប់ចូលគ្នាតែម្ដងគឺ504ចាអញ្ចឹងគឺ504ចាតោះអញ្ចឹងយើងផ្ទៀងផ្ទាត់សារថ្មី6សែនចាជាមួយលើនេះត្រូវហើយ6សែន13000ចា504ចានេះគឺការអានតាមខ្ទង់អញ្ចឹងយើងចូលចំណុចមួយទៀតគឺយើងអានតាមថ្នាក់ចាដូចអ្នកគ្រូបានជំរាបពីមុនអញ្ចឹងនៅពេលដែលយើងអានតាមថ្នាក់គឺយើងអានមួយដុំនេះគឺជាថ្នាក់ឯកតា3កន្លោននេះគឺទៅក្នុងថ្នាក់ពាន់អញ្ចឹងយើងអាន3នេះបញ្ចូលគ្នាណាអញ្ចឹងយើងអាន3នេះបញ្ចូលគ្នាមានន័យថាយើងអាននេះ1 2 3នេះគឺបើសិនបើអ្នកគ្រូបិទក៏ប៉ុណ្នេះបាត់នេះអ្នកគ្រូបិទអញ្ចេះបាត់3ខ្ទង់នេះតើកូនអានយ៉ាងម៉េចគឺយើងអានថា613ចា613ស្ថិតនៅក្នុងថ្នាក់អីគឺក្នុងថ្នាក់ពាន់អញ្ចឹងយើងអានថា613,000 ចាចូលមកដល់ក្នុងថ្នាក់ឯកតាតើថ្នាក់ឯកតាមានប៉ុន្មានមានតែ504ចា504
4ចានេះគឺជាការអានតាមថ្នាក់មកដល់ត្រង់ចំណុចនេះអ្នកគ្រូនឹងនាំកូនទាញរកលក្ខណៈចំណាំចាអញ្ចឹងកូនមើលការអានតាមខ្ទង់និងការអានតាមថ្នាក់ថាតើវាខុសគ្នាប្លែកត្រង់ណាចាអញ្ចឹងកូនសង្កេតមើលតើនៅក្នុងអានតាមខ្ទង់មានអីគេ6សែនមានសែនមានម៉ឺនមានពាន់ចុះមើលការអានតាមថ្នាក់តើមានសែននិងមានម៉ឺនដែរឬទេចាអញ្ចឹងត្រង់នេះហើយគឺជាចំណុចដែលខុសគ្នារវាងការអានតាមថ្នាក់និងតាមខ្ទង់មានន័យថាអានតាមខ្ទង់គឺមានពាក្យថាសែនមានពាក្យថាម៉ឺនចាចំណែកឯអានតាមថ្នាក់គឺអត់មានពាក្យសែននិងម៉ឺនទេអញ្ចឹងកូនចំណាំកន្លែងនេះណាចាមានន័យថាអានតាមខ្ទង់គឺមានសែនមានម៉ឺនតែនៅពេលដែលអានតាមថ្នាក់អត់មានសែនហើយនឹងពេញពាក្យម៉ឺនទេគឺ3នេះអានភ្ជាប់គ្នាចេញពាន់តែម្ដងចាអញ្ចឹងអ្នកគ្រូនឹងសុំកាយអានេះតិចដើម្បីឲ្យកូនងាយចំណាំគឺអ្នកគ្រូដាក់ថានេះជាថ្នាក់ណាអញ្ចឹងអ្នកគ្រូដាក់ថ្នាក់ពាន់ដូចតារាងមុនដែរថ្នាក់ពាន់ថ្នាក់ឯកតាចានៅពេលដែលកូនមើលក្នុងសៀវភៅពុំឃើញមានថ្នាក់ពាន់ឯកតានៅខាងលើរាយ10 100ពាន់នេះអានឹងមានន័យថាអានឹងគឺជាថ្នាក់ពាន់និងថ្នាក់ឯកតាហើយពីព្រោះនៅក្នុងសៀវភៅពុំនឹងអត់បានបង្ហាញកូនចឹងទេចាអញ្ចឹងមកដល់ត្រឹមនេះអ្នកគ្រូសង្ឃឹមថាកូនចេះអានតាមថ្នាក់និងអានតាមខ្ទង់ហើយចាអញ្ចឹងជាបន្តកូនទាំងអស់គ្នានឹងធ្វើលំហាត់ជាមួយនឹងអ្នកគ្រូបន្តទៀតណានៅពេលនេះកូននឹងជួបនៅលំហាត់មួយទៀតតែប្លែកពីមិញហ្នឹងចាចាមើលលំហាត់នេះគេឲ្យធ្វើអីគេកូនអានលំហាត់ទាំងអស់គ្នាចាអញ្ចឹងលំហាត់ចូលបំពេញចំនួនលេខតាមពាក្យខាងក្រោមអញ្ចឹងទាំងអស់នេះគឺជាពាក្យអានអញ្ចឹងកូនយកពាក្យអាននេះទៅសរសេរទៅជាចំនួនចាអញ្ចឹងខ្ទង់ទី1ក62055អញ្ចឹងកូនអាចសរសេរបានយ៉ាងម៉េចចាចេញជាចំនួនយ៉ាងម៉េចខ39874ក53977ចាអញ្ចឹងកូនយកលំហាត់នេះមកបាច់កូនមកចាំច្រឡងពាក្យអានេះទេណាកូនណាកូនសរសេរតែចំនួនតែម្ដងអញ្ចឹងអ្នកគ្រូជូនកូន1នាទីតោះអញ្ចឹងកូនសរសេរតិចមកថាតើចំនួនទាំង3នេះយើងសរសេរបានយ៉ាងដូចម្ដេចចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងសរសេរបានហើយក៏ត្រឹមត្រូវដែរអញ្ចឹងដើម្បីផ្ទៀងផ្ទាត់ចម្លើយមួយកូនទាំងអស់គ្នាសូមកូនតាមដានការកែរបស់អ្នកគ្រូនៅលើកណ្ដាលខៀនអញ្ចឹងអ្នកគ្រូនឹងកែជូនកូនសម្រាប់លំហាត់នេះអ្នកគ្រូមានគន្លឹះតូចមួយបង្ហាញកូនទាំងអស់គ្នាអញ្ចឹងដើម្បីកុំឲ្យមានការភ័ន្តច្រឡំសូមកូនមើលថាតើលំហាត់នេះគឺស្ថិតដល់ខ្ទង់ណាអញ្ចឹងយើងមើលណា510,000មានន័យថាខ្ទង់ធំបំផុតគឺ60000អញ្ចឹងកូនត្រេកូនយកខ្មៅដៃឬមួយក៏បើកូនសរសេរនៅលើក្តារឈ្នួនកូនអាចត្រេនៅលើក្តារឈ្នួនទៅគឺវាមានខ្ទង់ធំបំផុតគឺខ្ទង់10000អញ្ចឹងយើងអាចត្រេបានថារាយ10 100 1000 10000មានន័យថាចំនួននេះមានចំនួនដល់ខ្ទង់10000តោះអញ្ចឹងយើងចាប់ដើមសរសេរ510,000អញ្ចឹងនៅក្នុងខ្ទង់10000លេខប៉ុន្មានគឺលេខ6ចា60000ទៀត2000អញ្ចឹង2ស្ថិតនៅក្នុងខ្ទង់1000អញ្ចឹងយើងរាប់មករាយ10 100 1000 2000 55ចា55
chẳng pram nó không tung ấy 50 nó không tung ấy 50 នេះគឺស្ថិតនៅក្នុងខ្ទង់10អញ្ចឹងបើ50នៅក្នុងខ្ទង់10យើងសរសេរលេខប៉ុន្មានគឺយើងសរសេរលេខ5 55អញ្ចឹង5នេះគឺស្ថិតនៅក្នុងខ្ទង់រាយអញ្ចឹងកូនឃើញនៅក្នុងខ្ទង់100គឺអត់មានសរសេរនៅក្នុងនេះទេអញ្ចឹងបើខ្ទង់100អត់មានសរសេរនៅក្នុងហ្នឹងអញ្ចឹងលេខខ្ទង់100នេះគឺលេខប៉ុន្មានចាគឺលេខ0ប្រសិនបើកូនធ្វើតាមអ្នកគ្រូសង្ឃឹមថាប្រកាសជាត្រឹមត្រូវចាអញ្ចឹងសូមផ្ទៀងផ្ទាត់មើល 60000 2000 ចា 55 ចាកូនទាំងអស់គ្នាសរសេរបានត្រឹមត្រូវទេអ្នកគ្រូជឿជាក់ថាកូនពិតជាសរសេរបានត្រឹមត្រូវតោះអញ្ចឹងយើងសូមតទៅលំហាត់ខលំហាត់ខគឺមានដល់ 30000 ចាអញ្ចឹងគឺមាន 30000 ដូចគ្នាខ្ទង់10000 រាយ 10 100 1000 10000 ចាចាប់ដើម 30000 អញ្ចឹងខ្ទង់10000សរសេរលេខ3ទៀត 5000 ចា5000អញ្ចឹង 9 គឺស្ថិតនៅក្នុងខ្ទង់1000 រាយ 10 100 1000 ចា 9000 800 ចាបន្តគ្នាទេ 870 ចា70សេលេខប៉ុន្មាន70ចា70គឺយើងសរសេរលេខ7ចា79នេះចាអញ្ចឹងផ្ទៀងផ្ទាត់ជាមួយអ្នកគ្រូឡើងវិញជាមួយនឹងពាក្យអានហើយនឹងចំនួនដែលយើងសរសេរតើត្រូវឬក៏មានការភាន់ច្រឡំ 30000 ត្រូវហើយ 9000 អូខេ 800 អូខេ 70 អញ្ចឹង70យើងសរសេរលេខ7 54 អូខេត្រូវហើយចូលដល់ចំណុចកគឺ 50000 ដូចគ្នាណាអញ្ចឹងបើ 50000 មានចំនួន 5 ខ្ទង់ដូចគ្នាចាប់ដើម 50000 អញ្ចឹងលេខ5នេះស្ថិតនៅក្នុងខ្ទង់10000 50000 3000 ខ្ទង់1000គឺមានលេខ3 900 ចា900អញ្ចឹង9នេះស្ថិតនៅក្នុងខ្ទង់100ចា75 អញ្ចឹង77យើងសរសេរយកតែម្ដង70លេខ7ហើយលេខ7នេះស្ថិតនៅក្នុងខ្ទង់រាយចាអញ្ចឹងទៀង 50000 3000 ចា975 អូខេអញ្ចឹងសូមកូនផ្ទៀងទាំង3ខ្ទង់នេះនៅលើកិច្ចការរបស់កូនទាំងអស់គ្នាចាអ្នកគ្រូសង្ឃឹមថាចម្លើយកូនទាំង3ខ្ទង់នេះក៏ត្រឹមត្រូវដូចជាចម្លើយនៅលើក្តារខៀនដែរចាអញ្ចឹងសម្រាប់ថ្ងៃនេះគឺកូនទាំងអស់គ្នាបានចូលរួមសិក្សាជាមួយអ្នកគ្រូនៅមេរៀនទី1ចំនួនចាដែលយើងសិក្សាទៅលើចំណងជើងរងគឺចំនួនគត់ដល់1សែនចាអញ្ចឹងក្នុងការអានចំនួនគត់ដល់1សែនគឺយើងមាន2មានន័យថាយើងអានតាមខ្ទង់ហើយនឹងអានតាមថ្នាក់ចាអញ្ចឹងដើម្បីអានចំនួនតាមខ្ទង់យើងអានតាមតម្លៃតួលេខនៃខ្ទង់នីមួយពីឆ្វេងទៅស្ដាំហើយដើម្បីអានចំនួនតាមថ្នាក់វិញគឺយើងអានតាមថ្នាក់ពាន់និងថ្នាក់ឯកតាចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាបានយល់ច្បាស់នៅមេរៀននេះហើយអញ្ចឹងជាចុងក្រោយគឺអ្នកគ្រូមានកិច្ចការផ្ទះជូនកូនចាអញ្ចឹងសូមកុំភ្លេចធ្វើកិច្ចការផ្ទះផងចានេះគឺជាកិច្ចការផ្ទះសូមកូនមើលទាំងអស់គ្នាកិច្ចការផ្ទះមាន2ទី1គឺចូលបំពេញចំនួនតាមពាក្យខាងក្រោមនេះណាអញ្ចឹងមានអ្នកគ្រូយកចំណុចខពីក្នុងសៀវភៅសិក្សាគោលរបស់កូនមកអញ្ចឹងកូនអាចបើកសៀវភៅរបស់កូនឡើងបើកូនកត់ពេលនេះអត់ទាន់ទេកូនបើកទៅទំព័រទី1នៃមេរៀនរបស់យើងចា
នេះគឺលំហាត់ខនៅត្រង់នេះកូនចាលំហាត់ខនេះអញ្ចឹងមើលតមកទៀត 93,907 អញ្ចឹងកូនសរសេរជាចំនួនមកថាតើសេបានប៉ុន្មានហើយនឹងលំហាត់មួយចំណុចទៀតគឺចូលបំពេញចំនួនតាមលំនាំចានេះគឺជាលំនាំនៃចំនួនអញ្ចឹងកូនមើលអានេះក៏អ្នកគ្រូយកពីលំហាត់កនៅក្នុងសៀវភៅពុំរបស់យើងដែរអញ្ចឹងមាន 10000 20000 អញ្ចឹងកូនត្រូវដាក់ទៅនេះប្រមាណដាក់កន្លែងនេះប្រមាណដល់នេះគឺ 50000 ដាក់ប្រឡោះនេះប៉ុន្មាន 70000 ហើយប្រឡោះនេះចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងឆ្លៀតពេលបំពេញកិច្ចការនេះឲ្យអ្នកគ្រូទន្ទឹមនឹងនេះចូលកូនទាំងអស់គ្នាខិតខំរៀនបន្ថែមនៅផ្ទះជាមួយនឹងប៉ាម៉ាក់ឬក៏បងប្អូនបន្ថែមផងណាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងបន្តតាមដានចូលរួមរៀនជាមួយនឹងអ្នកគ្រូនៅម៉ោងបន្ទាប់ទៅទៀតតែទន្ទឹមនឹងនេះសូមកុំភ្លេចអនុវត្តនៅក្បួនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃនឹងសាប៊ូឬមួយក៏អាល់កុលឬក៏ជែលចានៅពេលដែលកូនទាំងអស់គ្នាចាក់ចេញទៅខាងក្រៅសូមកុំភ្លេចរក្សាគម្លាតសុវត្ថិភាពចាព្រមទាំងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវចាសូមអរគុណ